កុំវិនិច្ឆ័យមនុស្សទៅលើសម្បកក្រៅកុំសម្រេចកិច្ចការអ្វីមួយដោយសម្លឹងមើលតែមួយផ្លូវសោះអង្គតែមួយបែបចិញ្ចឹមមនុស្សចេញមកខុសៗគ្នារាប់រយចម្ពោះនោះព្រោះតែការគិតនិងទស្សនៈរបស់មនុស្សម្នាក់ខុសគ្នាប្រសិនបើទស្សនៈឬយោបល់របស់អ្នកដទៃផ្ទុយពីទស្សនៈរបស់ខ្លួនអ្នកមួយចំនួនប្រកាន់ភ្ជាប់នៅទស្សនៈរបស់ខ្លួនអ្នកខ្លះទៀតក៏អាចសម្របខ្លួនទៅតាមគេបានតែអ្វីដែលពិបាកបំផុតគឺមនុស្សចេះរឿងរស់និងមានអគតិនៅក្នុងចិត្តនោះឯងពេលណាយើងមានអគតិចំពោះបុគ្គលណាឬចំពោះរឿងអ្វីមួយនោះចិត្តរបស់យើងក៏នឹងស្ថិតនៅក្រោមឥទ្ធិពលនៃភាពលំអៀងអគតិធ្វើឲ្យការវិនិច្ឆ័យឬការសម្រេចគ្រប់យ៉ាងផ្អៀងជ្រុលទៅតែម្ខាងដោយមិនខ្វល់នឹងទទួលស្គាល់ការបញ្យល់ឬស្ដាប់មតិរបស់អ្នកដទៃចេះរឿងរស់យកគំនិតខ្លួនឯងជាធំការទម្លាប់គិតបែបនេះវានឹងសន្សែសន្សំប្រម៉ែប្រមូលឲ្យយើងក្លាយជាមនុស្សបែបអញនិយមហើយធ្លាក់ដល់ដំណាក់មួយហើយមិនអាចទាញខ្លួនឯងឲ្យងាកចេញពីគំនិតអវិជ្ជមាននោះបានឡើយហេតុនេះមិនថាធ្វើអ្វីក៏ដោយបើដឹងថាកំពុងតែជាប់គាំងទៅមុខមិនរួចអ្នកគួរតែផ្លាស់ប្ដូរទស្សនៈរបស់ខ្លួនចូលសាកល្បងគិតពិចារណាត្រិះរិះទៅលើផ្លូវផ្សេងឲ្យបានច្រើនបើមិនដូច្នេះទេអ្នកមិនអាចរំដោះខ្លួនឲ្យផុតពីបញ្ហាបានឡើយកាលពីយូរលង់ណាស់មកហើយមានមេជាងចម្លាក់ម្នាក់ឈ្មោះជាងស៊ីបាននាំសិស្សធ្វើដំណើរទៅកាន់នគរជីពេលមកដល់ផ្លូវបត់កោងមួយគេក៏ប្រទះឃើញដើមឈើដ៏ធំមួយនៅក្បែររោងអ្នកតាដើមឈើនោះធំអាចឲ្យសត្វគោជ្រកម្លប់បានរាប់ពាន់ក្បាលគល់របស់វាមានទំហំច្រើនអោបមានកម្ពស់រាប់សិបម៉ែត្រគ្រាន់តែម៉ែត្រក៏អាចយកមកធ្វើទូកបានរាប់សិបទូកឯចំនួនមនុស្សដែលអាចជ្រកក្រោមដើមនោះក៏ស្មើនឹងចំនួនមនុស្សក្នុងផ្សារមួយទៅហើយអ្វីដែលចម្លែកគឺជាងស៊ីដែលធ្វើប្រងើយមិនចាប់អារម្មណ៍សង្កេតមើលដើមឈើនោះឡើយចំណែកសិស្សនាំគ្នាសើចភ្ញាក់ផ្អើលនឹងដើមឈើដ៏ចម្លែកនេះជាខ្លាំងគេនាំគ្នាសង្កេតមើលម្នាក់ភ្នែកនឹកឆ្ងល់នៅក្នុងចិត្តអំពីអាកប្បកិរិយារបស់គ្រូរបស់ខ្លួនដែលមិនយកចិត្តទុកដាក់នឹងដើមឈើដ៏ធំក៏សួរទៅគ្រូថាលោកគ្រូពួកយើងដើរតាមលោកគ្រូតាំងពីពាក្យខាងជើងដល់ពាក្យខាងត្បូងដើម្បីរៀនឆ្លាក់ឈើពួកយើងមិនដែលបានឃើញដើមឈើណាដែលល្អដូចដើមឈើនេះឡើយហេតុអ្វីទើបលោកគ្រូមិនចាប់អារម្មណ៍នឹងដើមឈើនេះសោះដូច្នេះជាងស៊ីឆ្លើយថាពួកឯងកុំស្ងាយសរសើរដើមឈើនេះខ្លាំងពេកវាគឺជាដើមឈើស្ពោតមិនរឹងមាំទេបើនឹងយកទៅធ្វើទូកក៏មិនបានបើធ្វើមួយឈូកក៏ឆាប់ពុកផុយបើធ្វើសសរផ្ទះក៏នឹងត្រូវមេស៊ីយកមកធ្វើវត្ថុប្រើប្រាស់ក៏ឆាប់ខូចបើយកទៅធ្វើជាទ្វារផ្ទះក៏វាចេញជ័រជាងស៊ីអធិប្បាយរហូតដល់សរុបសេចក្តីមកគឺដើមឈើនេះមិនអាចយកមកធ្វើអ្វីឲ្យកើតជាប្រយោជន៍បានឡើយព្រោះហេតុអ្វីហេតុផលយ៉ាងសាមញ្ញគឺព្រោះវាឥតប្រយោជន៍ទើបវាមិនអាចនៅបានយឺនយូរដល់ធំបែបនេះហេតុផលសាមញ្ញគឺព្រោះតែវាឥតប្រយោជន៍ដូច្នេះហើយទើបវាអាចរស់នៅបានយូរបែបនេះរឿងរ៉ាវឬអ្វីៗនៅលើโลกយ៉ាងនេះក៏ដូចគ្នាអ្នកខ្លះរូបរាងពីខាងក្រៅដូចជាអស្ចារ្យតែជួនកាលល្អរូបតែក្លិនអាក្រក់ឬល្អតែសម្បកក្រៅដូចផ្លែល្វាដូចនោះដែរហេតុនេះបើពិគ្រោះបញ្ហាឬត្រួតពិនិត្យហេតុការណ៍ផ្សេងៗយើងមិនគួរឲ្យរូបភាពសម្បកខាងក្រៅមកបន្លំភ្នែកនោះទេត្រូវសម្លឹងមើលឲ្យធ្លុះទៅដល់ឫសគល់នៃបញ្ហាទើបធ្វើឲ្យយើងជៀសផុតពីការសម្រេចចិត្តខុសបានជួនកាលសូម្បីតែភ័ស្តុតាងមិនជាក់ឲ្យឃើញនឹងភ្នែកក៏ដោយក៏នៅតែមិនទាន់ប្រកាសជាការពិត 100% បានដែរដូច្នេះ
លោកអ្នកគួរពិចារណាឲ្យបានច្រើនផ្លូវចេះស្ដាប់មតិយោបល់របស់អ្នកដទៃខ្លះនិងជាពិសេសគឺត្រូវពិនិត្យពិច័យឲ្យបានគ្រប់ជ្រុងជ្រោយមិនគួរតម្រង់ទៅតែលើផ្លូវណាមួយនោះឡើយមានមនុស្សមិនតិចទេដែលមើលបញ្ហាឃើញតែម្ខាងហេតុនេះទើបបណ្ដាឲ្យមានការទាស់ទែងមិនចុះសម្រុងគ្នាកើតឡើងជាញឹកញាប់សូមកុំបណ្ដោយឲ្យរូបភាពខាងក្រៅមកបាំងភ្នែកចូលព្យាយាមប្រើគំនិតត្រេះរិះឲ្យបានច្រើនប្រើសម្ដីរិះគន់ឲ្យកាន់តែតិចនោះអ្នកអាចនឹងមើលឃើញរឿងរ៉ាវបញ្ហាបានស៊ីជម្រៅជៀសវាងការប្រកែកគ្នាដែលមិនចាំបាច់បើគ្រប់គ្នាធ្វើបានដល់ចំណុចនេះសូម្បីតែរលកព្យុះសមុទ្រលើពិភពលោកมันអាចជប់បកបានតែការឆ្លោះប្រកែកដែលឥតប្រយោជន៍ក៏នឹងអាចចុះថយបានយ៉ាងច្រើនសូមអរគុណ